Donald Trump បានដាក់កំហិតឲ្យអ៊ីរ៉ាន់បើកច្រកសមុទ្រ Hormuz អ៊ីរ៉ាន់បានឆ្លើយតបវិញថាបើហ៊ានប៉ះពាល់នឹងវាយបំផ្លាញសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ Persian ប្រទេសអ៊ីស្រាអែលទទួលរងគ្រោះដោយកំជ្រួចរបស់អ៊ីរ៉ាន់របួសជាង100នាក់ហើយបដិញ្ញានឹងវាយទៅលើអ៊ីរ៉ានឲ្យខ្លាំងជាងមុនសភាពការសង្គ្រាមធ្ងន់ធ្ងរអ៊ីរ៉ានទាមទារឲ្យប្រទេសអាល្លឺម៉ង់បញ្ជាក់អំពីមូលដ្ឋានទ័ពអាមេរិកនៅលើដែនដីខ្លួនចំណុចអស់នេះបង្ហាញឲ្យឃើញថាអ៊ីរ៉ានមានគំនិតចង់បង្ហាញថាខ្លួនមិនខ្លាចនរណាទាំងអស់តើភាពខ្លាំងក្លារបស់អ៊ីរ៉ាននេះគឺជាចំណុចដែលដើរចូលទៅក្នុងអន្ទាក់របស់អ៊ីស្រាអែលឬណាតើជាលក្ខណៈដែលចូលអន្ទាក់អ៊ីស្រាអែលឬយ៉ាងណាចូលអន្ទាក់អ៊ីស្រាអែលឬយ៉ាងណានេះគឺជាចំណុចមួយដែលគួរចាប់អារម្មណ៍ជាទីបំផុតនៅពេលដែលអន្ទាក់របស់អ៊ីស្រាអែលមិនសូវមានអ្នកណាដឹងទេបើសិនណាជាអ៊ីរ៉ាន់បានចិត្តយល់ឃើញថាខ្លួននឹងអាចបង្ហូរឈាមអ្នកជិតខាងឬក៏អាចធ្វើឲ្យអាមេរិកកាំងនឹងខ្លាចរអាហើយក៏ចាប់ផ្ដើមឈរពើងទ្រូងដោយហ៊ានតតាំងអាចធ្លាក់ចូលទៅក្នុងអន្ទាក់របស់អ៊ីស្រាអែលដែលអ៊ីស្រាអែលអាចធ្វើឲ្យពិភពលោកយល់ឃើញថាអ៊ីរ៉ាន់មានគ្រោះថ្នាក់ទុកមិនបានហើយអ៊ីស្រាអែលអាចវាយទៅលើអ៊ីរ៉ាន់ដោយប្រើកាំជ្រួចនុយក្លេអ៊ែរនេះគឺជាគ្រោះថ្នាក់ដែលពីមុនខ្ញុំមើលអត់សូវឃើញទេតែឥឡូវនេះខ្ញុំមើលឃើញថាគ្រោះថ្នាក់នេះនៅពេលដែលយើងកលេចមើលមនុស្សម្នាក់កាលណាមនុស្សនឹងរៀងក្រអឺតក្រទមមនុស្សនឹងច្រើនចាញ់ណាកាលណាមនុស្សនឹងឧទាហរណ៍ដូចជាដូណាល់ត្រាំគាត់ក្រអឺតក្រទមកាលណាគាត់ក្រអឺតក្រទមគឺធ្វើឲ្យគាត់នឹងបរាជ័យអ៊ីរ៉ាន់ដូចគ្នាបើក្រអឺតក្រទមឈរពើងទ្រូងនឹងធ្លាក់ចូលក្នុងអន្ទាក់នៃសេចក្តីវិនាសនេះគឺជារបៀបដែលសង្កេតឃើញនៅក្នុងចំណោមនៃបទពិសោធន៍របស់មនុស្សត្រង់នេះគឺជាលទ្ធផលដែលចេញមកអញ្ចឹងនៅពេលដែលយើងឃើញថាអ៊ីរ៉ាន់ហាក់ដូចជាកំពុងតែខ្លាំងឡើងណាខ្លាំងឡើងណាខ្លាំងឡើងគឺដល់ពេលមួយវាដើរចូលអន្ទាក់ខ្លាំងរបស់ខ្លួនខ្ញុំគិតថាអ៊ីស្រាអែលកំពុងតែស្វែងរកមូលហេតុឲ្យបានធំដុំដើម្បីពិភពលោកយល់ថាអ៊ីរ៉ានជាគ្រោះថ្នាក់ដល់ខ្លាយទៅជាគ្រោះថ្នាក់ប្រទេសទាំងអស់ចោមរោមទទួលស្គាល់ថាអ៊ីរ៉ានគួរនឹងត្រូវបំផ្លាញបើសិនជាដល់ថ្នាក់ថាអ៊ីរ៉ានត្រូវគួរបំផ្លាញអ្នកបំផ្លាញអ៊ីរ៉ានគឺជាអ៊ីស្រាអែលនេះគឺជាលក្ខណៈធ្វើនយោបាយត្រង់នេះខ្ញុំគិតថាអ៊ីរ៉ានកំពុងតែដើរចូលក្នុងអន្ទាក់របស់អ៊ីស្រាអែលតើខ្ញុំអាចខុសឬយ៉ាងណាចាំមើលតទៅទៀតថាតើណាអន្ទាក់របស់អ៊ីស្រាអែលពិតជាមានមែនឬយ៉ាងណាឬក៏អ៊ីស្រាអែលកំពុងតែចាញ់សង្គ្រាមនេះឬក៏អាមេរិកកំពុងតែចាញ់សង្គ្រាមនេះឬក៏ប្រទេសនៅអារ៉ាប់នឹងសុខចិត្តឲ្យអ៊ីរ៉ាន់នឹងធ្វើជាមេអារ៉ាប់
ยุโรปในโตនឹងប្រទេសដទៃតើសក់ចិត្តទទួលមេឃុំឬក៏ចៅសង្កាត់ថ្មីដែលជាអៃរ៉ង់ឬយ៉ាងណាណានេះគឺជាណានេះគឺជារឿងមួយដែលកំពុងតែមើលខ្ញុំមានការសង្ស័យថាវាជាអន្ទាក់ទៅវិញនយោបាយខ្ញុំមិនជឿថានរណាឆ្លាតជាងនរណាទេតែខ្ញុំមើលដាននៃប្រវត្តិសាស្ត្រតើប្រវត្តិសាស្ត្រមុនសង្គ្រាមលោកទី1គេឲ្យនរណាឬក៏នរណាជាអ្នកកសាងអំណាចនៅក្នុងលោកតើគេទុកឲ្យសាសនាកសាងអំណាចក្នុងលោកឬក៏គេទុកឲ្យជនស្បែកពណ៌អីកសាងអំណាចក្នុងលោកអ្នកត្រង់នេះអញ្ចឹងវាមានលក្ខណៈដែលគួរចាប់អារម្មណ៍ច្រើនណាបាទហើយការចាប់អារម្មណ៍ទាំងអស់នេះគឺសិតតែជាគ្រោះថ្នាក់ដែលលំបាកលំបិនជាទីបំផុតដែលលំបាកលំបិនជាទីបំផុតកាលណាវាមានបញ្ហាជាគ្រោះថ្នាក់វាលំបាកលំបិនណាបាទហើយលំបាកលំបិននេះមិនធម្មតាទេបងប្អូនណាតើណាតើប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមសាសនានឹងជាកត្តាសម្រាប់អំណាចនៃពិភពលោកនេះឬតើប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមសាសនានឹងជាកត្តាសម្រាប់អំណាចនៃពិភពលោកនេះឬតើគេអាចគិតថាគេទទួលវត្តមានអាយរ៉ាន់ឲ្យក្លាយជាមេឃុំនៃពិភពអារ៉ាប់ឬណាតើប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមសាសនានឹងជាកត្តាណានឹងក្លាយជាកត្តាអំណាចនៃពិភពលោកនេះឬតើគេអាចទទួលស្គាល់វត្តមានអាយរ៉ាន់ឲ្យក្លាយជាមេឃុំនៃពិភពអារ៉ាប់ឬត្រង់នេះជាចំណែកមួយថាអ៊ីរ៉ានពិតជាខ្លាំងមែនទេណាអ៊ីរ៉ានពិតជាឈ្នះសង្គ្រាមលើអ៊ីស្រាអែលណាឬទេអ៊ីរ៉ានពិតជាអាចនឹងធ្វើឲ្យបណ្ដាប្រទេសអារ៉ាប់ទទួលអ៊ីរ៉ានជាចៅវាយនៅក្នុងតំបន់ឬទេតើអាមេរិកនិងអ៊ីស្រាអែលអាចនឹងចាញ់សង្គ្រាមនេះទេខ្ញុំក៏លេចមើលប្រវត្តិសាស្ត្រតើប្រវត្តិសាស្ត្របង្ហាញថាសង្គ្រាមសាសនានឹងក្លាយជាកត្តាសម្រេចអំណាចនៃពិភពលោកនេះឬតើគេអាចគិតថាគេទទួលវត្តមានអ៊ីរ៉ាន់ឲ្យក្លាយជាមេឃុំនៃពិភពអារ៉ាប់ឬខ្ញុំមើលឃើញថាអ៊ីរ៉ាន់កំពុងដើរចូលអន្ទាក់នៃសេចក្តីវិនាសមិនឈ្នះទេលោកអ្នកយល់យ៉ាងម៉េចដែរប្រិយមិត្តតើប្រិយមិត្តយល់យ៉ាងម៉េចដែរតើប្រិយមិត្តយល់ថាអ៊ីរ៉ាន់ខ្លាំងអ៊ីរ៉ាន់នឹងឈ្នះសង្គ្រាមនេះហើយបើអ៊ីរ៉ាន់មិនដួលរលំទេអ៊ីរ៉ាន់នឹងខ្លាំងជាងមុននឹងបង្កហេតុគ្រប់គ្រងលើ
chung sầm một Persian men rồi dừng cái lấy mơ tầm bắn đi nè dừng cái lấy mơ tầm bắn đi dừng cái lấy mơ tầm bắn đi nè dừng cái lấy mơ tầm bắn đi nè ta tất đây tầm bắn đi cái tật tu là Iran ở thưa mê không ní bật tê Iran tại cái ao Iran truột ra tầm bắn đi thế ta bật tê Kuwait Oman Ả Rập Rôm Saudi Qatar Bahrain tật tu là thế à lấy cái áo nè cả tu Iran trả tranh vì bật tê kể cái áo nè cả tu Iran trả tranh vì bật tê kể vì pro cái chặt tục tha cái mình tự tuôn Saudi Arabia Qatar Ả Rập Rôm mình đánh nè cả tu Iran nick tweet Africa ai này tweet Europe ai này mà chăm một bộ bìa ta cái áo Iran cái tự tuôn ban đi nơi bên là cái miền ở một nơi khe hai cái miền con toạp cái pin bị phồng lột ta cái sọc chặt đấy ta cái sọc chặt từ tour school mấy đặc nom đồng bọn đôi Iran đại pra bạc để vọt sasna thưa chia ca bồng rít atipol robot luôn rồi tệ tại ca slap robot Ayatollah Ali Khamenei bất chợt thưa áo Iran khai tới chia sạch được nông đồng bọn cào nhom nâng rồi tệ nick cứ chia chấm này môi đã trở kịch nó bóng phốn ní cứ chỉ chấm này mùi này tự nhóm mơ khơi thả miền cá đào châu ẩn tẹt miền cá đào châu ẩn tẹt từ bên tê nhóm kết thả ai rắn mình nè thế nhóm kết thả ai rắn mình nè thế nhóm kết thả ai rắn nâng bà ra chế hỏi Iran du nâng chạp tại lúc cho mình du đây nâng trời robot Iran nâng trời rùm lìa khi ông mơ khơi tha cầm lặng khăn nơi Iran cũng phong tại đào châu nông ẩn tẹt robot Israel đại bà râm trên cái cứ ẩn tẹt ạ so ẩn nhé nâng chẳng cầm xuân tại miền Bắc Tây Nam khác đại long cắt trọ almost bàn tệ lư sâu tha anh đi nâng chân còn bên tay chả ra chó hạt đôi chị miền này sâu bạc cho bọn này trader và chào riêng thạ tì bầm bố này chào chặt tục thật luôn anh chia trader ta ọt miền ấy chia vô ball thế còn nè chàng na vì pro riêng thạ tì bầm bố chia trader ta hỏi thưa mấy ta chui ba nó ba ta tay ta này dây tha khmer na riêng thạ tì bầm bố để thưa trader cả tê tay nơi sọc khmer miền thạ tì bầm bố thưa trader tạm rồi dạy cho một cháu chia trader nè anh đang bên chân Lý Hình miền phơi đặt trình chun sầm khăn nơi khung bị phồng lỗ và miền phơi đặt trình chun sầm khăn đại chợ sầm một almost ní mùi miền phơi sầm khăn miền phơi sầm khăn đại chợ sầm một almost nữa
ណាចៅច្រកសមុទ្រ Hormuz នេះHormuz នេះគឺជាច្រកមួយសំខាន់អញ្ចឹងនៅពេលចៅសួរថារវាងម៉ាឡាកានិងច្រកសមុទ្រ Hormuz តើមួយណាសំខាន់ជាងអត់ប្រៀបធៀបអញ្ចឹងបានទេគឺច្រកសមុទ្រដែលសំខាន់នៅក្នុងពិភពលោកមានដូចតទៅណាកូនណាមានដូចតទៅដែលសំខាន់ណាមានដូចតទៅណាមានដូចតទៅដែលសំខាន់ណាមានដូចតទៅមានដូចតទៅមានដូចតទៅចាំតាទៅសេឲ្យណាច្រកសំខាន់នៅក្នុងពិភពលោកគឺប៉ាណាម៉ាណាគឺប្រេកជីកប៉ាណាម៉ាណាកូនណាគឺប្រេកជីកប៉ាណាម៉ាអូខេប្រេកជីកប៉ាណាម៉ាច្រកសមុទ្រណាជីប្រាល់តានឹងសិតតែជាកន្លែងសំខាន់ណាដូចថាបើគេនិយាយទៅដូចអាកន្លែងដែលគេដាក់ដៃអញ្ចឹងគេហៅចំណុចមិនដឹងខ្មែររកពេលអីប្រើភាសាអង់គ្លេសថា choke point អាកន្លែងគេអាចច្បាច់កតឹងបានណាកាលណាគេសកត់កយើងវាតឹងណាអានោះគឺជាការអញ្ចឹងណាចឹងប្រេកជីកប៉ាណាម៉ាណាប្រេកជីកប៉ាណាម៉ាណាកែបណា good hope កែបដូចយើងខែកែបចឹងណាអាហ្នឹងអង់គ្លេសគេហៅ cape នៅនឹងអាហ្វ្រិកអូខេហើយនឹងច្រកសមុទ្រមួយទៀតគេហៅថា Bosphorus ច្រកសមុទ្រ Bosphorus អាហ្នឹងសិតតែកន្លែងកកគេហើយកន្លែងកកគេណាប្រេកជីកសុយអេកន្លែងនេះសិតតែសំខាន់ណាកូនណាប្រេកជីកសុយអេអូខេណាសមុទ្រក្រហមឃើញទេសមុទ្រក្រហមច្រកសមុទ្រ Hormuz ច្រកសមុទ្រ Hormuz ណាហើយច្រកម៉ាឡាកាអូខេឥឡូវយើងមើលនៅក្នុងចំណែកហ្នឹងណាកូនណាយើងមើលនេះគឺជាកន្លែងដែលគេច្បាច់កបើវាមានការអីគេអាចច្របាច់កគេអាចច្បាច់កពិភពលោកមានន័យថាពិភពលោកអាចថប់ដង្ហើមអញ្ចឹងទី1គឺប្រេកជីកប៉ាណាម៉ានៅខាងត្បូងអាមេរិកប្រេកជីកប៉ាណាម៉ាទី2ច្រកសមុទ្រ Gibraltar ទៅសេឲ្យដឹងក៏បានដែរណា Gibraltar អូខេច្រកសមុទ្រ Gibraltar កែប Good Hope នេះអាហ្វ្រិកណានៅអាហ្វ្រិកណានៅនឹងទ្វីបអាហ្វ្រិកណាគេហៅ Cape Good Hope Cape of គេហៅថា Cape of Good Hope ណាអូខេអាហ្នឹងទី3បន្ទាប់មកទៀតគេហៅថាច្រកសមុទ្រ Bosphorus ច្រកសមុទ្រ Bosphorus អាហ្នឹងគឺជាទី4ច្រកសមុទ្រ
Bosphorus ទី4ហ្នឹងគឺរវាងអឺរ៉ុបហើយនឹងអាហ្វ្រិករវាងអឺរ៉ុបហើយនិងអាហ្វ្រិកគេហៅថាច្រកសមុទ្រ Bosphorus ទី5ព្រែកជីកស៊ុយអេទី6សមុទ្រក្រហមទី7ច្រកសមុទ្រ Hormuz ទី8ម៉ាឡាកានេះអាហ្នឹងគឺកន្លែងដែលគេច្បាច់កកកាលណាចំណុចអស់ហ្នឹងវាត្រូវគេច្របាច់គេច្បាច់កកបានគឺអត់មានផ្លូវអីទប់ទល់ទេអត់មានផ្លូវអីទប់ទល់ទេណាអញ្ចឹងអានេះច្រកអូម៉ូសអានេះសមុទ្រក្រហមអានេះព្រែកជីកស៊ុយអេនៅនេះ Good Hope នៅនេះ Good Hope នៅនេះហើយអា Bosphorus នៅនេះនៅ somewhere ម្ដុំហ្នឹងណាអា Good Hope នៅនេះអញ្ចឹងអានេះជា1អានេះសមុទ្រក្រហមនេះ1អាព្រែកជីកស៊ុយអេទៅសមុទ្រមេឌីទែរ៉ាណេ1 Bosphorus 1ហើយអាវៀងនេះអាផ្លូវវៀងមកចេះមកនៅខាងនេះ Good Hope ហ្នឹងនៅម្ដុំខាងណាទេប៉ុន្តែនៅទ្វីបអាហ្វ្រិកនេះណាហើយប៉ាណាម៉ានៅនេះពួកនេះគឺអឺរ៉ុបអឺរ៉ុបហើយទៅអាមេរិកអាមេរិកវានៅនេះណាវានៅហ្នឹងហើយអាស៊ីនៅនេះហើយដីវាមូលប៉ាគីស្ថាននៅនេះអាហ្គានីស្ថាននៅនេះឥណ្ឌានេះសមុទ្រអារ៉ាប៊ី